ដូចគ្នាដែរពេលនេះបាទស្ដីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកនៅគន្លឹះទឹកមួយទៀតឧទាហរណ៍ថាបើសិនជាអ្នកនរគ្នាចង់ចាប់ dimension ទៅលើ object ប្រភេទនេះយើងចាប់ឲ្យអស់តែយើងធ្វើម៉េចយើងគួរចាប់មួយម្នាក់ DD ចាប់មួយពីអញ្ចឹងទៅអញ្ចឹងបើយើងធ្វើអញ្ចឹងវាដូចចំណាយពេលច្រើនណាអ្នកនរគ្នាគ្រាន់តែ upload លេខមួយនេះមក DDC ហ្នឹងឡូតចូលមកតទៅទៀតអ្នកនរគ្នា DDC ចូលមកហើយយើង select លើ object ជាអ្នកនរគ្នាត្រូវតែ object របស់យើងហ្នឹងទៅជា full line budget ណាយើង select វាមួយមកហើយយើងយកខាងក្នុងឬខាងក្រៅអានេះវាច្រាស់គ្នាបន្តិចបើយើងយកខាងក្រៅមានថាវាលោតចូលក្នុងលោតចូលចេញក្រៅអញ្ចឹងណាបាទឥឡូវខ្ញុំយកចេញក្រៅចុះខ្ញុំសាយមកវាដាក់ក្រៅវាមកដូចគ្នាដែរពេលនេះបាទនេះដូចគ្នាដែរ DC ចា DC យកមក select យកមកឃើញទេnếuយើងចង់កំណត់ dimension ឲ្យធំតូចអញ្ចឹងគឺយើងគ្រាន់តែ set reference នេះរបស់យើងមក set យកឲ្យធំតិចមកនេះខ្ញុំដាក់យកថតដល់style 40អញ្ចឹងយក DDC វិញនេះមកខ្ញុំយកខាងក្រៅវាចេញមកអញ្ចឹងវាចំណេញពេលច្រើនបើសិនជាវាទៅគ្នាអញ្ចឹងទៅអ្នកអាចទាញវាតិចតួចទៅបានឆ្កឹងស្រាច់បាទអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូបន្តទៀត